បាទសួស្តីបងប្អូនទាំងអស់គ្នាបាទអញ្ចឹងថ្ងៃនេះខ្ញុំនឹងបង្ហាញជាមួយនឹងការលុបជាមួយនឹង Telegram អញ្ចឹងមិនថាតែ Telegram បងប្អូនទេបាទសូម្បីតែ Telegram របស់បាទអ្នកផ្សេងក៏ត្រូវតែបង់លុយដែរបើអញ្ចឹងដើម្បីយើងជៀសវាងនឹងការបង់លុយជាមួយនឹង Telegram ហើយយើងប្រើទូរស័ព្ទមួយហើយយើងចង់លុបទៅកាន់ទូរស័ព្ទដៃមួយទៀតឬក៏ទៅកាន់ device ណាផ្សេងបាទជាដំបូងបងប្អូនចូលទៅកាន់ Telegram សាកមើលសិនបន្ទាប់ឲ្យបងប្អូនចូលទៅកាន់ចុចកន្លែងនេះមកបាទយើង add account ចឹងវានឹងទាមទារឲ្យយើងធ្វើការ SMS បាទ fill ចឹងយើងនឹងចំណាយទឹកប្រាក់សាញអាមនេះគឺ$1.49 សេនបាទ Premier នៅក្នុងមួយអាទិត្យចឹងយើងក៏ចង់បង់លុយក៏បានដែរចឹងយើងមានវិធីសាស្ត្រមួយចំនួនសម្រាប់ចែកជូនទៅដល់បងប្អូនផងដែរបើសិនជាបងប្អូនគិតថាវីដេអូនេះមានអត្ថប្រយោជន៍អាចធ្វើការចែករំលែកផងដែរបាទយើងទៅទស្សនាទាំងអស់គ្នាឥឡូវនេះបងប្អូនធ្វើការថយចេញទៅវិញហើយបងប្អូនធ្វើការទៅចូលទៅកាន់ទូរស័ព្ទបាទ iOS ឥឡូវនេះខ្ញុំបង្ហាញបងប្អូនជាមួយនឹងកម្មវិធីបាទ Play Store ហើយយើងទៅធ្វើការ download បាទជាមួយនឹងកម្មវិធីមួយដែលមានឈ្មោះថា Diagram ចឹងនៅពេលដែលឃើញឲ្យបងប្អូនធ្វើការ download មកកម្មវិធីនេះគឺវាងាយស្រួលសម្រាប់ការ login មិនទាមទារជាមួយនឹងការបង់លុយជាមួយនឹង Telegram នោះទេចឹងបើសិនបងប្អូនចង់បង់លុយក៏បានដែរគឺយើងគ្រាន់តែ add បាទជាមួយនឹង Visa Card របស់បងប្អូនរួចជាស្រេចនៅក្នុងការបង់លុយក្នុងមួយអាទិត្យគឺត្រឹមតែ$1.49 សេនតែប៉ុណ្ណោះចឹងបើសិនជាយើងមិនចង់ធ្វើការទូទាត់ជាមួយនឹង Telegram យើងអាចប្រើជម្រើសនេះគឺវាល្អមែនទែនសម្រាប់ការចូលទៅកាន់ device ផ្សេងៗសម្រាប់ Telegram ផងដែរហើយវីដេអូនេះខ្ញុំនឹងធ្វើការចែករំលែកទៅដល់បងប្អូនទាំងអស់គ្នាដែលមាន Telegram ដែលយើងចង់លុបទៅកាន់ទូរស័ព្ទដៃមួយទៀតក៏យើងអាចធ្វើការលុបបានផងដែរឥឡូវនេះគឺវាស៊ីតែ86 មេហ្គាពីសបាទតែប៉ុណ្ណោះមេហ្គាបាទវាស៊ីទំហំ86 មេថា87 មេចុះបងប្អូនធ្វើការ download ហើយបងប្អូនចូលទៅកាន់Chrome ឬក៏បងប្អូនចូលទៅកាន់ Chrome មកហើយបងប្អូនចុចវាកន្លែងនេះឬក៏យើងអាចចុច tab ទៀតបើយើងវាយ tab ថ្មីមកហើយបងប្អូនធ្វើការ search បាទនៅ Telegram បាទយើងវាយ Telegram web មកអូខេយើងវាយ Telegram web បាទអញ្ចឹងនៅពេលដែលឃើញ Telegram web ហើយបងប្អូនធ្វើការចុចកន្លែង Telegram web ហ្នឹងមកបាទអញ្ចឹងបន្ទាប់ពីយើងចូល Telegram ហើយគឺវានឹងទាមទារជាមួយនឹង email របស់បងប្អូនបាទអញ្ចឹងឥឡូវនេះខ្ញុំធ្វើការវាយ email របស់ខ្ញុំចូលនៅក្នុង Telegram បាទអញ្ចឹងយើងអាចចាក់សោ2ជាន់សម្រាប់ការនេះបាទអញ្ចឹងវានឹងធ្វើការផ្ញើបាទអញ្ចឹងឥឡូវនេះវានឹងធ្វើការផ្ញើទៅកាន់ Gmail បងប្អូនហើយបងប្អូនទៅឆែកមើល Gmail បងប្អូនទៅហើយវានឹងទទួលបានលេខកូដបាទសម្ងាត់6ខ្ទង់បាទឥឡូវនេះវាផ្ទៀងផ្ទាត់អញ្ចឹងវាឲ្យយើងបង់លុយអញ្ចឹងបើសិនជាយើងចង់អស់លុយយើងចុចកន្លែងហ្នឹងមកអញ្ចឹងវាឲ្យយើង add បាទជាមួយនឹង add credit card របស់បងប្អូនអញ្ចឹងណាហើយបើយើងអត់ចង់ទេបាទយើងមិនបាច់ទេយើងថយវិញមកយើងអត់ត្រូវការបង់លុយបាទអញ្ចឹងបងប្អូនបើកទៅកម្មវិធី Nine Telegram មកបាទ Nine អញ្ចឹងយើងចុចជាមួយនឹង confirm លេខទូរស័ព្ទរបស់បងប្អូនមើលតើវានឹងចេញដែរឬទេបាទអញ្ចឹងវានឹងធ្វើការផ្ញើសារទៅកាន់លេខទូរស័ព្ទរបស់ខ្ញុំហើយខ្ញុំនឹងធ្វើការវាយបញ្ចូលនៅក្នុងគណនីតែម្ដងគឺមានចំនួន5ខ្ទង់ហើយវានឹងទទួលនៅ passcode របស់ខ្ញុំសម្រាប់ការចាក់បាទ 2PM ផងដែរអញ្ចឹងវាមានអត្ថប្រយោជន៍មែនទែនជាមួយនឹងការ log ចូលទៅកាន់ Telegram បងប្អូនហើយបងប្អូនគឺមិនបាច់ឆ្ងល់ទេបាទជាមួយនឹងកម្មវិធី Telegram ហើយវានឹងធ្វើយើងងាយស្រួលមិនចាំបាច់អស់លុយនិងចំណាយប្រាក់នោះទេ
ជាពិសេសបងប្អូនចូលទៅកាន់កម្មវិធី 9 Telegram ទៅដើម្បី reset បាទ password ឥឡូវនេះខ្ញុំនឹងធ្វើការបិទ password បន្តិចសិនអូខេឥឡូវនេះខ្ញុំធ្វើការវាយ password ហើយខ្ញុំនឹងធ្វើការចុចតែម្ដងតើនឹងអាចឲ្យយើងចូលទៅកាន់ Telegram របស់បងប្អូនដែរឬទេបន្ទាប់នេះគឺវានឹងទទួលបាននៅការ configuration បាទយើងទទួលបានជោគជ័យហើយយើងនឹងទៅបន្តទៀតបាទជាមួយនឹង Telegram អូខេអញ្ចឹងយើងមកដល់កន្លែងនេះវានឹងទាមទារកូដចឹងបងប្អូនដល់បញ្ចូលកូដមកបាទចឹងយើងមានកូដ2តង់បាទកូដ2តង់សម្រាប់ការ log មិនឲ្យអ្នកណាចូលប្រទេសទេបើសិនជាគេស្គាល់លេខកូដរបស់យើងហើយគឺគេមិនស្គាល់លេខកូដជាមួយនឹង Gmail យើងនោះទេអូខេឥឡូវនេះយើងធ្វើការ log បាទគឺបានចូលបាទសម្រាប់ហើយចឹងមិនងាយទេបាទសម្រាប់ការ log ចូលពីទៀមទាអញ្ចឹងយើងធ្វើការនេះមកបាទអញ្ចឹងឥឡូវនេះយើងធ្វើការ log ចូល Telegram របស់យើងបានដោយជោគជ័យផងដែរអរគុណបើសិនជាមានចម្ងល់អីបងប្អូនអាចធ្វើការ comment បានចឹងវាបាទសម្រាប់បងប្អូនដែលជួបបញ្ហាបែបនេះគឺបងប្អូនអាចធ្វើការ log បាទ Telegram ជាមួយនឹងខ្ញុំបានទាំងអស់គ្នាផងដែរអូខេអញ្ចឹងបងប្អូនអាចធ្វើការ log ជាមួយនឹងនេះក៏បានដែរបាទជាមួយនឹងកម្មវិធី Telegram ក៏ដូចជានៅលើ Chrome បងប្អូនអាចធ្វើការទាញបាននៅ Telegram web ក៏បានបាទអញ្ចឹងវាងាយស្រួលមែនទែនសម្រាប់ការ log ចូលយើងមិនចាំបាច់ចំណាយថវិកាទៅធ្វើការបង់ជាមួយនឹង Telegram នោះទេអញ្ចឹងអ្វីដែលខ្ញុំធ្វើការណែនាំនេះគឺចង់បងប្អូនចំណេញបាទជាមួយនឹងការទៅទូទាត់ជាមួយនឹង Telegram ដែលមិនអស់ថ្លៃសេវាបាទអញ្ចឹងអ្វីដែលខ្ញុំបានធ្វើការបង្ហាញបងប្អូនគឺមានតែប៉ុណ្្នឹងទេហើយខ្ញុំថាបងប្អូននឹងអាចយកទៅអនុវត្តបានដោយជោគជ័យផងដែរអរគុណជួបគ្នានៅវីដេអូថ្មីៗពី Channel របស់ខ្ញុំផងដែរ